នេះគូរបស់ខ្មែរយើង5គូទៅវាយនៅជប៉ុនហើយរស្មីគុណខ្មែរគឺជាគូទី2ចំពោះខ្ញុំជឿជាក់ទៅលើរស្មីគុណខ្មែរព្រោះរស្មីគុណខ្មែរខ្លាំងតោះយើងទៅតាមដានអស់គ្នាបាទទឹកទី1បាទការប្រកួតនៅសង្វៀន knock out បាទទីក្រុង Fukushima ប្រទេសជប៉ុនទាត់ឆ្វេងបាទពីគីរ៉ាទាត់សងវិញរបស់រស្មីវាយពួរទឹកមួយរបស់រស្មីបេះខាងឆ្វេងពីរស្មីបាទមិញវាយកង់ធំគឺវិញ្ញាសានេះចូលដល់កង់ចេញម្រាមបាទចាក់ជង្គង់ពីរស្មីចាក់ជង្គង់សងបាទពីគីរ៉ាកីឡាករជប៉ុនចាប់កាច់លោកអញ្ញាកដាលញែកបំបីសិនបាទមកទៀតរស្មីដើរចូលបាទកង់ចេញម្រាមនេះចូលនៅហើយបាទឆ្វេងចូលម្ដាយរបស់កីឡាករជប៉ុនបាត់ហើយបាទគីរ៉ាវាយឆ្វេងពីរស្មីផុតវាយចូលពួរទឹកមួយរបស់រស្មីរស្មីវាយឆ្វេងចូលដៃឆ្វេងរបស់រស្មីមកដៃទៀតកន្លែងនេះអូបាទលោកអញ្ញាកដាលបាទរាប់បាត់ទៅហើយបាទបងប្អូនរាប់បាត់ទៅហើយកីឡាករជប៉ុនបាទរាប់បាត់ហើយនៅក្នុងទឹកទី1បាទកង់ចេញម្រាមនេះចូលដៃមិននៅទេលោកម៉ាទីនបាទចាប់ដើមចូលបន្តទៀតរបស់រស្មីវុតឆ្វេងថែមស្ដាំបាទដើរចូលវាយឆ្វេងទៀតរបស់រស្មីងើបលឿនទេលឿនរាប់ទៀតជាលើកទី2អូបាទណែលោកប្អូនតែវបាទសង្ស័យផ្ដាច់ទឹកមួយបងប្អូនបាទសង្ស័យផ្ដាច់ទឹកមួយវាយឆ្វេងចូលឆ្វេងទៀតរបស់បាទរស្មីតាមវាយឆ្វេងចូលមួយទៀតน็อกអាវបាត់ហើយបាទសម្រាប់ទឹកទី1បាទការប្រកួតនៅទឹកដីនៃប្រទេសជប៉ុនបាទគុណខ្មែរน็อกអាវអូបាទក្លឹបគុណខ្មែរដូនតាទៅ2ឈ្នះទាំង2បាទទៅ2ឈ្នះទាំង2តែម្ដងបាទសម្រាប់ការប្រកួតបាទដែលនាំមកជូនដោយ Gensburg បាទទឹកដីនៃប្រទេសជប៉ុនទីក្រុង